Cô nô mê tiệt hai ôn miền tăng pi bằng tia miền tăng bị snow dong miền tăng bị snow pot mơ mà tận nón của trong hồ mình tên ធ្វើនំពុំខ្មែរយើងណាបង និយាយពីថានំពុំរបស់ម៉ែកូនបើណាធ្វើឡើងល្អមែនតែនពុកម៉ែបងប្អូនអ្នកគ្នាដូចមកបងឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយចាក់ជាប់ពុំទៀតពុកម៉ែបងប្អូនអ្នកគ្នាវិធីធ្វើនំពុំរបស់ម៉ែកូនបើគឺធ្វើតាមបែបលក្ខណៈធម្មជាតិអត់មានប្រើមេដើម្បីជំនួសឲ្យសាច់នំឡើងល្អអីទេពុកម៉ែបងប្អូនអ្នកគ្នាសម្រាប់បងប្អូនដែលចង់ចេះពីវិធីធ្វើមករៀនធ្វើជាមួយនឹងម៉ែកូនបើទាំងអស់គ្នាសម្រាប់បង្កខ្សែមុននឹងម៉ែកូនបើយកមកកិនម៉ែកូនបើត្រាំទុករយៈពេលមួយយប់ហើយព្រឹកព្រលឹមឡើងគឺម៉ែកូនបើដាក់កិនម្សៅតែម្ដងយើងត្រាំកទុករយៈពេលមួយយប់ចេះដើម្បីឲ្យម្សៅរបស់យើងហ្នឹងគឺឡើងមេល្អក្រោយពីម៉ែកូនបើកិនម្សៅរួចរាល់ហើយម៉ែកូនបើយកម្សៅគឺយកមកសង្កត់វាដើម្បីឲ្យម្សៅនឹងរឹងរងចាំសាច់ម្សៅយើងរឹងឥឡូវម៉ែកូនបើចាប់ដើមបកថ្នោតរស់ថ្នោតវិញម្ដងយើងលាយនំពុំនេះដាក់ជាមួយនឹងសាច់ថ្នោតហើយសាច់ថ្នោតយើងប្រើចំនួន3ខ្លែបកុំបាច់ប្រើថ្នោតច្រើនពេកយើងប្រើតែ3ខ្លែបមកល្មមក្រោយពីយើងរស់បានសាច់ថ្នោតរួចរាល់ហើយយើងយកសាច់ថ្នោតនោះដាក់លើស្បៃបែបនេះដាក់កញ្ឆែងពីក្រោមមកយើងដាក់ស្បៃពីលើដើម្បីយកសាច់ថ្នោតយកទៅដាក់ហាលថ្ងៃឲ្យវាស្រស់ជាតិខាឲ្យវាស្រក់ទឹកខាទៅក្រោមអស់មកដើម្បីយើងយកមកលាយម្សៅវាអត់មានជាតិខាឥឡូវយើងមើលម្សៅរបស់យើងគឺចាប់ដើមរឹងហើយយើងកុំឲ្យម្សៅយើងរឹងខ្លាំងពេកតាមមករឹងល្មមស្រក់ទឹកអស់មកយើងយកម្សៅរបស់យើងយកមកកាច់កឥឡូវយើងចាប់ដើមកាច់កម្សៅរបស់យើងនេះម្សៅរបស់យើងទុកមករឹងល្មមប៉ុណ្ណឹងបានហើយកុំឲ្យរឹងខ្លាំងពេកតែរឹងខ្លាំងពេកគឺយើងពិបាកកាច់កម្សៅមែនទែនក្រោយបើយើងបំបែកម្សៅរបស់យើងបានរាងម៉ត់បន្តិចហើយរួចហើយយើងដាក់ស្ករក្រហមចំនួន1ខាំចូលកុំតដាក់ច្រើនណាស្ករក្រហមយើងដាក់តែ1ខាំបានហើយដើម្បីកាច់កជាមួយនឹងម្សៅឲ្យម្សៅរបស់យើងនឹងឡើងមេល្អបើមិនយើងដាក់ស្ករច្រើនពេកផ្អែមខ្លាំងពេកម្សៅរបស់យើងអត់ឡើងមេទេមើលតែយើងកាច់កម្សៅជាមួយនឹងថតបានចូលគ្នាល្អហើយយើងដាក់ទឹកម៉ាន់ទីចូលបានឲ្យទឹកជាយើងទឹកធម្មតាហ្នឹងកុំឲ្យដាក់ច្រើនដាក់តែម៉ាន់ទីមកហើយយើងចាប់ដើមកាច់កម្សៅរបស់យើងឲ្យចូលជាមួយនឹងទឹកខ្លាយទៅជាល្បាយម្សៅតែមួយបែបហ្នឹងយើងអាចយកវាទៅដាក់ហាលថ្ងៃរយៈពេល4ទៅ5ម៉ោងយើងហាលម្សៅហាលថ្នោតរបស់យើងចោលហាលថ្ងៃនៅរយៈពេល2-3ម៉ោងដើម្បីឲ្យម្សៅរបស់យើងឡើងមេល្អដើម្បីឲ្យថ្នោតរបស់យើងឡើងមេល្អឥឡូវយើងរៀបចំបាយទឹកថ្ងៃត្រង់សិនឲ្យលោកយាយពិសាសិនមើលតែម្សៅរបស់យើងចាប់ដើមរៀងពពុះព្រួយព្រួយចឹងអាហ្នឹងគឺវាឡើងមេហើយថ្នោតរបស់យើងក៏ចាប់ដើមឡើងមេដែរយើងយកម្សៅយើងយកថ្នោតហ្នឹងយកមកលាយចូលគ្នាម្សៅទៀតក្រោយពីយើងដួសថ្នោតដាក់ចូលនៅក្នុងម្សៅរួចរាល់ហើយយើងដាក់ជាមួយនឹងអំបិលបន្តិចហើយយើងគោះពងទាចំនួន5គ្រាប់ចូលតែម្ដងមិនសិនបងមានពងមាន់ដាក់ពងមាន់ក៏បានដាក់ពងទាក៏បានដាក់5-6គ្រាប់ក៏បានដែររួចហើយយើងចាប់ដើមវាយម្សៅចាប់ដើមកូរគ្រឿងផ្សំទាំងអស់ហ្នឹងឲ្យចូលគ្នាខ្លាយទៅជាល្បាយម្សៅតែមួយដើម្បីឲ្យវាឆាប់ឡើងមេយើងដាក់ពងមាន់ពងទាចូលបែបនេះដើម្បីឲ្យម្សៅរបស់យើងឆាប់ឡើងមេល្អលោកយាយរបស់ខ្ញុំក៏អត់មានតនេដៃដែរឃើញចៅរវល់ចឹងក៏ជួយបលេះពោតចៅអីចឹងទៅអ្នកទាំងអស់គ្នាដើម្បីឲ្យចៅនឹងឆាប់បានចាក់នំហូបមើលតែយើងលាយម្សៅបានចូលគ្នាល្អខ្លាយទៅជាល្បាយម្សៅតែមួយហើយយើងយកម្សៅនឹងយកទៅដាក់ហាលថ្ងៃរយៈពេល5ម៉ោងបន្ថែមទៀតដើម្បីឲ្យម្សៅរបស់យើងនឹងឡើងមេល្អនៅពេលដែលយើងយកទៅចាក់នំរបស់យើងឡើងល្អទន់មានរសជាតិឆ្ងាញ់មើលតែម្សៅរបស់យើងឡើងពពុះព្រួយព្រួយបែបហ្នឹងអាហ្នឹងម្សៅរបស់យើងគឺឡើងមេល្អយើងអាចយកមកលាយស្ករបន្ថែមទៀតយើងដាក់ជាមួយនឹងស្ករសចំនួនកន្លះគីឡូបើមានស្ករក្រហមណែនាំឲ្យប្រើស្ករក្រហមល្អជាងយើងប្រើស្ករក្រហមចំនួនកន្លះគីឡូទៅដាក់ជាមួយនឹងសាច់ដូងរបស់យើងចូលដាក់ជាមួយនឹងសាច់ពោតដាក់ជាមួយនឹងតំណាប់ប៉ពាំងបាយជូរបើសិនជាបងអត់មានស្នូលទាំងអស់ហ្នឹងទេមិនបាច់ដាក់ក៏បានដែរតែកុំឲ្យអត់ដូងណាធ្វើយ៉ាងម៉េចកុំឲ្យអត់ដូងបើអត់ដូងគឺអត់ឆ្ងាញ់ជាដាច់ខាតសម្រាប់នំពុំខ្មែរយើងចង់អត់បានទេរឿងសាច់ដូងរួមជាមួយនឹងពងទាមានពីរមុខហ្នឹងគឺឆ្ងាញ់តែម្ដងតែបើថាយើងចង់បន្ថែមរសជាតិផ្សេងៗដូចជាស្នូលពោតដូចជាស្នូលទំពាំងបាយជូរអីអាហ្នឹងយើងអាចបន្ថែមឃើញអត់ពុកម៉ែបងប្អូនគ្នាលាយម្សៅតាមវិធីរបស់ម៉ែកូនបើធ្វើតាមបែបលក្ខណៈធម្មជាតិមាន5មេអីជំនួយណានំរបស់យើងគឺឡើងល្អមែនទែនទន់មានរសជាតិឆ្ងាញ់ពុកម៉ែបងប្អូនគ្នានិយាយថាក្លិនវិញឡើងឈ្ងុយពេញភូមិតែម្ដង
ហើយបើសិនជាបងណាចង់បានពុំឯងអាចកំងបានណាមានលក់ពុំនៅគ្នាបងចង់បានពុំទូចក៏បានចង់បានពុំធំអស់លេខឬម៉ែ convert ចេះក៏បានម៉ែ convert ចាក់នេះគឺពុំធំណាអានេះគឺពុំខ្នាតធំអស់លេខតែម្ដងពុំសម្រាប់ចាក់នំពុំខ្មែរយើងបងចង់បានកំងបានមានទាំងពុំទូចមានទាំងពុំធំយ៉ាមើលម៉ែ convert ខ្ញុំចាក់ឲ្យគឺហូបភ្លក់ឲ្យបងដល់គ្នាមើលនិយាយថារសជាតិវាធំក្លិនសាច់ត្នោតផ្អែមមកឆ្ងាញ់តែម្ដងហូបទៅប៉ះស្នូលពោលត្រុបប៉ះតំណាប់តពាំងបជូរថែមទៀតសាច់ដូងឡើងឈ្ងុយថែមទៀតដាក់ជាមួយនឹងពងទាថែមទៀតនិយាយថារសជាតិវិញគឺឆ្ងាញ់តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាចាក់នំរួចរាល់ហើយជិះម៉ូតូទៅផ្ទះម៉ែជួយឲ្យម៉ែភ្លក់មើលនំដែលកូនផ្សារធ្វើនឹងឆ្ងាញ់អត់អាចធ្វើលក់បានអត់ទេនិយាយលេងទេឲ្យតែមានពេលធ្វើហូបនឹងមិនចង់នឹងមានពេលធ្វើហូបបងពុកម៉ែបងប្អូនទាំងគ្នានិយាយថាហូបពេញភូមិចែកគេពេញផ្ទះចែកពេញភូមិមកអ្នកទាំងគ្នាដោយសារម៉ែក៏បិទធ្វើរៀងច្រើនដែរកាត់អង្គឡើង5កំប៉ុងជាង6កំប៉ុងនោះគឺនំបានច្រើនមែនតើនេះបើសិនចាក់នំទូចទៀតអូបានជាង30 40 50នំ